ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក demo ពាក់ព័ន្ធនឹងកិច្ចការដែលលោកគ្រូដាក់ឲ្យអញ្ចឹងដំបូងយើងត្រូវទៅ install នៅ Key Clock ដើម្បីឲ្យវាមាននៅក្នុង Docker អញ្ចឹងដំបូងយើងទៅ copy code នេះមកហើយយើងដាក់ចូលទៅក្នុង terminal របស់យើងអញ្ចឹងយើងដូរឈ្មោះតាមអីដែលលោកគ្រូបាន assign ទី1password យើងដូរទៅនេះគឺជា password default របស់ admin អញ្ចឹងយើងដូរទៅ qwer_mail យើងដូរ username របស់យើងហ្នឹងទៅជា iStart អញ្ចឹងហើយលោកខហោដែលលោកគ្រូបាន assign ហ្នឹងគឺ port 999អូខេតែប៉ុណ្្នេះហើយយើងអាច install វាបានយើងចាំចាំសាតែមើលនៅអត់តាមបានទៀតយើងចិត្តបានទេជូមែស្ទីកនៅតែអត់តន់ហើយទៀតអូខេឥឡូវបានហើយយើងចូលទៅមើលវិញនេះចេញហើយរៀងយូរបន្តិចហើយអធិស្ឋានផងអូខេតើមកយើង sign in ជាមួយនឹង user របស់យើងគឺ iStart password របស់យើងគឺ QWER ចឹងយកចូលឲ្យដំបូងយើងត្រូវទៅបង្កើតនៅ create new user មួយដែលមាន admin user admin user យើង add it said the user has been created then set password របស់យើងគឺ password app boy take a look ហើយយើងចុច save បន្តមក save password គេតមកយើងឲ្យវាទៅជា role assign role ឲ្យវាទៅជា admin អូខេតពី assign role ហើយយើងទៅបង្កើត VM មួយ manage VM
យើង create រៀមហ្នឹងដាក់រៀម name ថា e-commerce create ហ្នឹងអូខេគេដាក់រៀម create successfully ហើយគឺចូលទៅបង្កើត user មួយដែលមានឈ្មោះថា Dara SUSR Dara USR first name សុំត username Dara first name ដាក់Dara ដាក់ចាំហើយចុច create បន្ទាប់មកយើងចូលទៅ credential យើង set password របស់យើងគឺ password add 1 2 3ហើយចូលមកហើយយើងចុចមួយចាហើយយើងចុច save password បន្ទាប់មក yes the password has been created យើងចូលទៅកាន់Realm or EALMS e-commerce account អូខេយើងចុចបានហើយយើងដែល user នឹងទៅហើយយើងចុច password 1 2 3អូខេតាមយើងចុច sign in កុំមកនេះsuggest yang ada di password yang ada password PASSWORD at YP Mulwan copy mail hanya submit okay dan ini batch yang dashboard email nyaហើយយើងចុច submit អូខេឥឡូវនេះគឺអីដែលខ្ញុំអាច access ជាមួយ account ខ្លួនឯងបានចាខ្ញុំចុច save has been updated អូខេអញ្ចឹងអានេះអីដែលខ្ញុំ demo អរគុណច្រើនលោកគ្រូ